ខ្លាំងមែនប្រពន្ធចង់នាំកូននិងបាក់ពួកនាំគ្នាមកចាប់ប្រពន្ធដើមស្រោចសាំងដុតរបួសពេញខ្លួនវិស្លាប់និងវិរោះករណីហិង្សាមួយបានកើតឡើងកាលពីវេលាម៉ោងប្រមាណជា7យប់ថ្ងៃទី28វិច្ឆិកាឆ្នាំ2025នៅក្នុងភូមិធុនមុនសង្កាត់បារាយក្រុងដូនកែវខេត្តតាកែវដោយសារតែស្ត្រីជាប្រពន្ធចុងបានត្រៀមទុកជាមុននិងមានកិច្ចសហការគាំទ្រដោយញាតិមិត្តកូនចៅចុះធ្វើប្រតិបត្តិការហិង្សាដោយវាយស្ត្រីជាប្រពន្ធដើមឲ្យរងរបួសធ្ងន់រួចចាប់ស្រោចសាំងហើយដុតឆេះផ្អើលអ្នកភូមិទាំងយប់អាជ្ញាធរមូលដ្ឋានសង្កាត់បារាយបានឲ្យដឹងថាករណីហិង្សាដ៏ឃោរឃៅនេះព្រោះតែមុនស្នេហ៍របស់បុរសវ័យចំណាស់បូនបូអាយុ54ឆ្នាំបានទៅបង្កើតទំនាក់ទំនងស្នេហាជាមួយស្ត្រីឈ្មោះនាងមេងរស់នៅភូមិជាមួយគ្នាអស់រយៈពេល10ឆ្នាំមកហើយស្ត្រីជាភរិយាដើមឈ្មោះលឹមឡៃហ៊ុនអាយុ40ឆ្នាំបន្ទាប់ពីបង្កឲ្យមានទំនាស់ជាញឹកញាប់កន្លងមកក៏បណ្ដាលឲ្យប្តីជិះទូកពីរនៅក្បែរគ្នាក្នុងពេលតែមួយដោយការបិទភ្នែកបិទត្រចៀកនៅគ្រាកន្លងមកក៏ធ្លាប់មានការប៉ះពាក្យសម្ដីគ្នានិងហិង្សាតិចតួចដែរប៉ុន្តែមិនដែលធ្ងន់ធ្ងរដូចលើកនេះទេសាក្សីក្នុងភូមិឲ្យដឹងថាមុនកើតហេតុស្ត្រីជាប្រពន្ធដើមបានទៅថ្លឹងស្រូវនៅផ្ទះមួយជិតផ្ទះស្ត្រីជាប្រពន្ធចុងហើយពេលត្រឡប់មកវិញក៏ជួបនឹងក្រុមខាងប្រពន្ធចុងដែលមានគ្នា5នាក់ត្រៀមបំរុងវាយឲ្យរងរបួសធ្ងន់ធ្ងររួចហើយទើបស្រោចសាំងដុតជាក្រោយនៅក្នុងហេតុការណ៍នោះបើទោះបីជាក្មេងខ្មាំងនិងអ្នកភូមិស្រែកសុំឲ្យបន្ធូរដៃឬបញ្ចប់អំពើហិង្សាយ៉ាងណាក៏ដោយក៏ភាគីខាងប្រពន្ធចុងបែរជាស្រែកគំរាមទៅលើប្រពន្ធដើមពលរដ្ឋនិងអ្នកភូមិដែលស្រែកខាត់នោះទៅវិញអ្នកភូមិបន្តទៀតថាភាគីខាងប្រពន្ធចុងបានត្រៀមបំរុងរួចជាស្រេចដូចជាប្រណុងដំបងនិងប្រេងសាំងជាដើមភាគីប្រពន្ធចុងដែលមានគ្នា5នាក់នោះគឺនាងមេងត្រូវជាប្រពន្ធចុងវីសៀកមីត្រូវជាកូនប្រពន្ធចុងវីឈុនឈីត្រូវជាកូនប្រពន្ធចុងនាងផារីត្រូវជាប្អូនស្រីប្រពន្ធចុងនិងសោតប្រុសឈ្នះត្រូវជាកូនប្អូនស្រីប្រពន្ធចុងពួកគេទាំង5នាក់សុទ្ធតែបានប្រើកណ្ដាប់ដៃដំបងប្រណុងនិងចាប់ស្ត្រីរងគ្រោះស្រោចសាំងហើយដុតបន្ទាប់ពីហេតុការណ៍ហើយភ្លាមស្ត្រីរងគ្រោះត្រូវបានញាតិមិត្តបញ្ជូនមកសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកខេត្តតាកែវដែលរហូតមកដល់ពេលនេះត្រូវបានចាក់ចេញពីបន្ទប់សង្គ្រោះបន្ទាន់ហើយរីឯភាគីជនបង្កប៉ុនប៉ងបើករថយន្តកិច្ចខ្លួនក៏ត្រូវសមត្ថកិច្ចឃាត់ទាំងយប់ចំនួន3នាក់និងព្រឹកឡើងត្រូវបានដោះលែង2នាក់ដូច្នេះក្នុងចំណោមជនបង្កហិង្សាទាំង5រូបមានតែស្ត្រីជាប្រពន្ធចុងម្នាក់ប៉ុណ្ណោះ